ភាពឈាមខាប់ប៉ូលីសៃស៊ីមីលអត្ថន័យភាពឈាមខាប់ប៉ូលីសៃស៊ីមីលមានន័យថាស្ថានភាពដែលទារកមានចំនួនកោសិកាឈាមក្រហមខ្ពស់ក្នុងរាងកាយដោយមានតម្លៃហេម៉ាតូក្រិតដែលវាស់ពីសរសៃឈាមដាស្មើឬខ្ពស់ជាង 65% ឬមានកម្រិតហេម៉ូក្លូប៊ីនខ្ពស់ជាង 20 ក្រាមក្នុង 1 ដេស៊ីលីត្រមូលហេតុ1ទារកទទួលឈាមច្រើនការគៀបតុងផ្ចិតយឺតអំឡុងពេលសម្រាលកូនទារកភ្លោះដែលទទួលឈាមពីភ្លោះមួយទៀត2ភាពខ្វះអុកស៊ីសែនក្នុងផ្ទៃពោះជួបក្នុងទារកដែលមានទម្ងន់តិចជាងអាយុផ្ទៃពោះទារកកើតមុនគ្រាម្ដាយមានសម្ពាធឈាមខ្ពស់ក្នុងពេលមានផ្ទៃពោះម្ដាយជួបបារីមុនឬនៅពេលមានផ្ទៃពោះ3ភាពខុសប្រក្រតីនៃប្រព័ន្ធអរម៉ូនម្ដាយមានជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះទារកមានភាពខ្វះអរម៉ូនថៃរ៉ុយតាំងតែកើតមានអរម៉ូនថៃរ៉ុយច្រើនពេកមានភាពដុះធំនៃអរម៉ូនអាដ្រេណាល់4ភាពមិនប្រក្រតីនៃក្រូម៉ូសូមដូចជាត្រីសូមី21 13ឬ18ភាព Hypoplastic Visceromegaly Bedwick Syndrome អាការៈនិងសញ្ញាដកដង្ហើមញាប់ស្បែកក្រហមឬខៀវពីបាត់ដកដង្ហើមប្រកាច់ស្ទះផ្លូវដង្ហើមមានរោគសញ្ញានៃការស្ទះតម្រងនោមការផ្គត់ផ្គង់ឈាមមិនគ្រប់គ្រាន់ដល់ពោះវៀនបណ្ដាលឲ្យពោះវៀនស្លាប់ខូចហាមពោះលាមកមានឈាមឬមានឈាមការព្យាបាលមួយករណីហេម៉ាតូក្រិតធំជាង 70% មិនថាមានអាការៈឬអត់ត្រូវព្យាបាលដោយការបូតឈាមជាបន្តបន្ទាប់ Fatal Aging Transfusion ដើម្បីបន្ថយកម្រិតហេម៉ាតូក្រិតឲ្យតិចជាង 60% 2ករណីហេម៉ាតូក្រិតរវាង 65 ទៅ 70% ប្រសិនបើគ្មានអាការៈប្រក្រតីត្រូវតាមដានអាការៈជិតស្និទ្ធដែលអាចកើតឡើងដោយសារឈាមខាប់3ការព្យាបាលផលប៉ះពាល់ភាពប៊ីលីរូប៊ីនខ្ពស់ក្នុងឈាមភាពជិតស្ករក្នុងឈាមទាប